ហួសចិត្តខ្លាំងពេកពិធីការនីកែវចាន់និមលតើឪពុកទេពិសិដ្ឋខ្លាំងរឿងផុសសាសួរនាំកូនរឿងលុយប្រាក់រង្វាន់ចារយៈពេលប៉ុន្មានថ្ងៃមកនេះមហាជនបានជ្រាបហើយពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាចម្រៀងទេពិសិដ្ឋនិងឪពុកដែលតារាចម្រៀងរ៉េបរូបនេះត្រូវបានឪពុកបង្ហោះសារចង់កាត់កាលចោលយ៉ាងណាមិញក្រោយការបង្ហោះសាររបស់ឪពុកហើយនោះមហាជនក៏បានឃើញអ្នកម្ដាយទេពិសិដ្ឋបានបង្ហោះសារឆ្លើយតបទៅកាន់អតីតស្វាមីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនអំឡុងពេលមិនទាន់បែកបាក់គ្នាលើពីនោះទេពិសិដ្ឋផ្ទាល់ក៏បានចេញមកឆ្លើយតបដូចគ្នាដែលសំណេររបស់លោកបានបង្ហោះពីភាពឈឺចាប់យ៉ាងខ្លាំងក្រោយការឆ្លើយតបអតីតភរិយានិងកូនប្រុសហើយនោះឪពុករបស់ទេពិសិដ្ឋនៅតែបន្តបង្ហោះសារជាបន្តបន្ទាប់ដោយក្នុងចំណោមសារទាំងអស់មានសារមួយបានធ្វើឲ្យអ្នកនាងកែវចាន់និមលប្រតិកម្មខ្លាំងដោយបានចេញមកចែករំលែកនិងបង្ហាញអារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នកម្ដាយមួយរូបសារឪពុករបស់ទេពិសិដ្ឋបានរៀបរាប់ថាម្ចាស់ពានរង្វាន់ប្រចាំប្រទេសឈឺបន្តិចបន្តួចរត់ខ្ចីលុយគេចុះឯណាទៅថាលុយរាប់ម៉ឺនដុល្លារនោះក្រោយឃើញការបង្ហោះនេះអ្នកនាងកែវចាន់និមលក៏បានចែករំលែកសារនោះព្រមទាំងបានរៀបរាប់ថាមិនចង់แชร์ទេតែបើមិនแชร์ខ្លាចគាត់មិនដឹងពីអ្វីដែលគាត់គួរដឹងពេលកូនមកប្រឡងតែក្នុងនាមខ្ញុំជាម្ដាយគេមួយរូបបែរជាឈឺចិត្តពេលអានអក្សរទាំងនេះហើយនឹកដល់រូបភាពជាច្រើនមុននឹងរកលុយជ័យលាភីគួរណាស់សួរនាំពេលកូនមកប្រឡងសិនអ្នកណាជូនមកជិះអីមកយកលុយមកពីណាធ្វើសហុយមកប្រឡងស្នាក់នៅឯណាបានអីហូបបើប្រឡងត្រូវចាំរាប់10ម៉ោងភ័យអត់ខ្លាចគេអត់ពិបាកអត់ទាំងអស់នេះជាអ្វីដែលនៅជាប់នឹងភ្នែកខ្ញុំចាំបានថាពេលនោះគាត់នៅក្មេងពេលយើងចង់សួរនាំគាត់ត្រូវព្យាយាមឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាមុនសិនក្មេងនេះស៊ូណាស់ចាហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចាគឺមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា